ក្តៅក្តៅប្រាសាទតាក្របីដែលរងការខូចខាតដោយគ្រាប់របស់ថៃគឺប្រឈមនឹងការបាក់ស្រុតផងដែរហើយក្រុមអ្នកជំនាញថៃបានលើកឡើងថាផ្នែកខ្លះនៃប្រាសាទតាក្របីដែលរងការខូចខាតយ៉ាងខ្លាំងឬក៏យ៉ាងធ្ងន់ធ្ងរក្នុងអំឡុងពេលចំនួនយោធារវាងប្រទេសថៃនិងប្រទេសកម្ពុជានៅពេលថ្មីៗនេះគឺកំពុងប្រឈមនឹងហានិភ័យនៃការបាក់ស្រុតផងដែរនេះបើតាមការចុះផ្សាយរបស់សារព័ត៌មានឬក៏កាសែតថៃដែលមានឈ្មោះថា Bangkok Post កាលពីថ្ងៃទី20ខែមករាឆ្នាំ2026កន្លងមកនេះដោយបន្ថែមថាកត្តាទាំងនេះហើយដែលបានជំរុញឲ្យអាជ្ញាធរថៃសម្រេចបិទមិនឲ្យសាធារណជនចូលទៅកាន់ទីនោះឡើយដោយសារក្តីបារម្ភផ្នែកសុវត្ថិភាពនិងបញ្ហាមីនដែលពុំទាន់បានបោសសម្អាតអស់នោះឡើយដោយឡែកមន្ត្រីមកពីនាយកដ្ឋានសិល្បៈថៃបានចុះអង្កេតការលើប្រាសាទនៅក្នុងខេត្តសុរិន្ទនិងកំពុងតែរៀបចំផែនការដើម្បីជួសជុលឡើងវិញផងដែរបើទោះបីជាយ៉ាងណាក៏ដោយលោកសារយុទ្ធម៉ាឡាស័យដែលជាមេបញ្ជាការកងវីរសេនាតូចថ្មើរជើងលេខ22បានលើកឡើងថាទីតាំងនោះមានសភាពមិនរឹងមាំផ្នែករចនាសម្ព័ន្ធនោះទេលោកបានបន្តទៀតថាតំបន់នោះនៅតែមិនទាន់មានសុវត្ថិភាព 100% នោះទេហើយត្រូវបិទមិនឲ្យសាធារណជនចូលទស្សនាបានឡើយលើកលែងតែមានការអនុញ្ញាតសម្រាប់អ្នកពាក់ព័ន្ធតែប៉ុណ្ណោះលោកសារយុទ្ធបានលើកឡើងបន្ថែមទៀតថាកងកម្លាំងប្រដាប់អាវុធថៃបានប្រើពេលប្រហែលជារយៈពេល10ថ្ងៃដើម្បីវាយដណ្ដើមនិងគ្រប់គ្រងតំបន់ជុំវិញប្រាសាទក្នុងអំឡុងពេលមានចំនួនកាលពីខែធ្នូកន្លងមកនេះលក្ខណៈភូមិសាស្ត្របានបង្កជាបញ្ហាប្រឈមយ៉ាងខ្លាំងក្លាដោយសារតែកងកម្លាំងកម្ពុជាលោកបានបញ្ជាក់ថាសារកងកម្លាំងកម្ពុជាមានប្រៀបជាងដោយសារស្ថិតនៅទីតាំងខ្ពស់គណៈដែលកងទ័ពថៃស្ថិតនៅទីតាំងទាបជាងសូមបញ្ជាក់ផងដែរថាកាលពីថ្ងៃទី9ខែធ្នូឆ្នាំ2025ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្ការបំផុតចំពោះកងទ័ពថៃឬក៏យោធាថៃបន្ទាប់ពីមានការវាយប្រហារតាមអាកាសដែលបានបង្កឲ្យមានការខូចខាតដល់ប្រាសាទតាក្របីដែលជាទីតាំងបេតិកភណ្ឌវប្បធម៌ដ៏សក្ការៈបំផុតមួយរបស់កម្ពុជាគួរបញ្ជាក់ផងដែរថាមួយរយៈពេលចុងក្រោយនេះកម្ពុជាមានដូចជាក្រសួងការបរទេសបានចេញសេចក្តីថ្លែងការណ៍ផងដែរហើយថ្មីនេះក្រសួងវិចិត្រសិល្បៈក៏បានចេញដែរហើយមួយវិញទៀតថ្មីនេះមានក្រសួងធម្មការក៏បានចេញដែរតាក់ទងជាមួយនឹងរឿងរ៉ាវដែលថ្មីជាពិសេសគឺរឿងរ៉ាវដែលថៃបានយករូបព្រះពុទ្ធបដិមាដើម្បីដាក់ជំនួសនៅរូបព្រះវិស្ណុផងដែរអញ្ចឹងនេះជាដំណឹងដើម្បីចែកជូនដល់បងប្អូនទាំងអស់គ្នាថាថៃគេត្រៀមរៀបចំជួសជុលប្រាសាទតាក្របីឡើងវិញហើយបន្ទាប់ពីការគ្រប់គ្រងរបស់គេមួយរយៈពេលនេះបាទអញ្ចឹងសង្ឃឹមថានឹងមានរឿងល្អៗកើតឡើងបន្ថែមទៀតបន្ទាប់ពីកម្ពុជាយើងបានធ្វើសេចក្តីថ្លែងការណ៍ហើយនឹងតវ៉ាប្រឆាំងដាច់ខាតចំពោះទង្វើឈ្លានពានដោយខុសច្បាប់របស់អាជ្ញាធរថៃឬក៏យោធាថៃនេះបាទអញ្ចឹងសូមអរគុណព័ត៌មាននេះដកស្រង់ចេញពីកាសែតដែលមានឈ្មោះថាBangkok Post ដែលចុះផ្សាយ